Ok សួស្តីអ្នកយើងចឹងឥឡូវយើងតមករកបរិមាណការងារថ្នាំក្នុងរបស់យើងទៀតមកចឹងយើងធ្វើការកោដូចគ្នាមកនិយាយទៅកន្សត់នៃការរកគឺវាដូចតែគ្នាទេគ្រាន់ថានេះពាក់ព័ន្ធមួយកម្ពស់គឺយើងគូសមានន័យថាគុណវាត្រឹមតែកម្ពស់ពីដែនណាដោយសារថ្នាំយើងធ្វើត្រឹមពីដែនទេយើងអត់ធ្វើលើសទេហើយទៅ process នៃការងាររបស់គេការងារបូកហើយគឺយើងចូលធ្វើការងារពីដែនហើយព្រោះអីពាក់ព័ន្ធមួយការដាក់ស្បែកពីដែនយើងដាក់ជាមួយនឹងសាច់បាយអបូករបស់យើងគឺវាល្អបើសិនករណីយើងដាក់នៅលើថ្នាំវានឹងប្រេះថ្ងៃក្រោយអាហ្នឹងអញ្ចឹងគេធ្វើពីដែនហើយបានគេធ្វើថ្នាំយើងទៅប៉ុន្តែបើគ្នាយើងបញ្ញាប់ហើយសម្ភារៈមួយណាចូលអត់ទាន់យើងអាចចង់ធ្វើថ្នាំមុនយើងធ្វើទៅប៉ុន្តែជាទូទៅកន្លែងហ្នឹងគេទុកវាធំមកទឹកអីទៅចាំគេធ្វើប្រហើយតាមក្រោយអញ្ចឹងណាបើមិនអញ្ចឹងទេកាលណាតែយើងដាក់ស្បែកពីដែននៅលើថ្នាំសាច់វាឡូងវានឹងប្រេះនៅថ្ងៃក្រោយអញ្ចឹងណាវាអត់ស្អប់ជាប់ទេអញ្ចឹងអាហ្នឹងការងារនៅការដ្ឋានយើងត្រូវ flexible តាមនឹងអញ្ចឹងអញ្ចឹងពាក់ព័ន្ធមួយការរកគឺវាដូចតែគ្នាទេអានេះវាគ្រាន់តែខុសពាក់ព័ន្ធជាមួយនឹងការគុណនឹងកម្ពស់គឺយើងបរិមាណថ្នាំរបស់យើងគឺធំពីដែនទេអញ្ចឹង level ពីដែននៅត្រឹមណាកម្ពស់ទីតាំងដែលត្រូវគុណជាមួយនឹងថ្នាំហ្នឹងគឺប៉ុណ្ណឹងឯងអញ្ចឹងយើងកោរធម្មតាមកហើយពាក់ព័ន្ធមួយទសរនេះយើងត្រូវធ្វើវាទាំងអស់ហើយអញ្ចឹងយើងកោរតាមជុំទសរមកអញ្ចឹងខ្ញុំ copy ទៅវាលឿនកុំព្យូទ័រខ្ញុំគាំងបន្តិចអូខេអញ្ចឹងជាន់លើយើងគូសវាដូចគ្នាអញ្ចឹងយើងមើលយើងគូសមកប៉ុន្តែយើងអត់គូសខាងក្នុងនេះណាដោយសារក្នុងបន្ទប់ទឹកពេលដែលយើងបូកហើយយើងរៀបការ៉ូអញ្ចឹងយើងគូសមកជុំទាំងអស់យើងវាងតែក្នុងបន្ទប់ទឹកទេក្នុងបន្ទប់ទឹកយើងអត់មានថ្នាំនិយាយទៅកន្លែងណាដែលយើងអត់មានថ្នាំគឺយើងអត់គូសវាទេអញ្ចឹងណានេះគឺគូសទាំងអស់ទ្វារប្រួតចាំយើងដកតាមក្រោយហើយក្នុងនេះវាមានដកតែម្ខាងពីរខាងអញ្ចឹងទៅអានេះយើងដកតែម្ខាងទេក្នុងនេះអានេះគឺយើងដកម្ខាងដែរដោយសារតែយើងថ្នាំយើងគូសតែម្ខាងហើយពាក់ព័ន្ធមកទ្វារនេះអានេះសិតតែត្រូវដកសងខាងដោយសារខាងនេះផងខាងនេះផងអញ្ចឹងណាអញ្ចឹងឥឡូវខ្ញុំខ្ចីរបស់គេមកប្រើមួយទៅឥឡូវយើងទៅការរក lay ISO របស់យើងមកតបមកអូខេអត់ទៅលោទៀតអូខេ TL មកអញ្ចឹងយើងបាន 64.6 ម៉ែត្រអញ្ចឹងខ្ញុំយក65មកនេះ65ម៉ែត្រនេះទៀត lay ISO មកដើម្បីយើង select enter មក GL អញ្ចឹងវា 160.34 អញ្ចឹងខ្ញុំយក 161 ម៉ែត្រ161 ម៉ែត្រអូខេឥឡូវយើងបានហើយអញ្ចឹងអាចុះនេះខ្ញុំទុកសិនខ្ញុំអត់ចង់កោរវាទៀតទេខ្ញុំអត់ចង់ចំណាយវីដេអូនឹងយូរព្រោះតាមជាន់វាដូចតែគ្នាទេអញ្ចឹងខ្ញុំទៅបញ្ចូលព័ត៌មាននៅក្នុង Excel របស់ខ្ញុំមកនេះ Excel ខ្ញុំ copy ពីអានេះមកទេគ្រាន់តែខ្ញុំដូរពាក្យមួយចំនួនដូចអានេះខ្ញុំអត់ទាន់ដូរពាក្យដែរអញ្ចឹងខ្ញុំដូរពាក្យវាបន្តិចមក internal walls painting ខ្ញុំបានដូរទៅខាងលើបានដូរខាងក្រោមអញ្ចឹងដូរវាបន្តិចទៅអូខេដូរហើយបន្ទាប់មកយើងចាប់ផ្ដើមចូលអញ្ចឹងនៅក្នុងនេះខ្ញុំដូរវាមាន
two side one side ដោយ window នេះសថានេះអានជាងខាងក្រៅរបស់យើងនេះយើងគូសតែមួយខាងឯងអញ្ចឹងពេលយើងដកក៏យើងដកតែមួយខាងប៉ុន្តែនេះត្រូវ two side នេះដោយសារខាងនេះផងខាងនេះផងហើយបន្ទាប់ទឹកក៏ one side ដូចគ្នាអញ្ចឹងខ្ញុំដាក់វាចែកនឹងអញ្ចឹងមកឥឡូវខ្ញុំមកបញ្ចូលប្រវែងមកអញ្ចឹងនៅក្នុងជាន់ផ្ទាល់ដីរបស់ខ្ញុំគឺ65ម៉ែត្រ total 65ម៉ែត្រអញ្ចឹងខ្ញុំទៅរកមើលប្រវែងតើវាមានបដានអត់ប៉ុន្តែដោយសារតែប្លង់របស់ខ្ញុំនេះវាអត់មានប្លង់បដានឲ្យមើលអញ្ចឹងណាអញ្ចឹងខ្ញុំមានសន្មតខ្លួនឯងទេកម្ពស់វា3ម៉ែត្រអញ្ចឹងខ្ញុំយកនៅក្រោមធ្នឹមថា2ទឹកចុះអានេះខ្ញុំសន្មតទេណាបើប្លង់របស់គ្នាយើងមានប្លង់បដានយើងស្រួលទេអញ្ចឹងណាដោយសារនៅក្រោមបដាននេះនៅក្នុងបដាននេះយើងត្រូវមានជាត្រែខ្សែភ្លើងឬក៏ប្រព័ន្ធខ្សែភ្លើងអីផ្សេងវាមានទៅយកទឹកទៅយកអីអញ្ចឹងណាអញ្ចឹងវាមាន slope មានអីអញ្ចឹងវាធ្វើការកម្លាតដែរអញ្ចឹងអានេះខ្ញុំសន្មតយកមកខ្ញុំសន្មតថានៅក្រោមធ្នឹម2ទឹកអញ្ចឹងខ្ញុំវាស់មើលអូខេអានេះ2.4ម៉ែត្រខ្ញុំដាក់កម្ពស់ 2.4 មកអញ្ចឹងបន្តមកទៀតនៅជាន់តដីនេះជាវាអត់មានអីដកទេដោយសារតែវាចិត្តទាំងអស់អញ្ចឹងណាអញ្ចឹងអូខេប៉ុណ្ណឹងតមកអានេះ161ម៉ែត្រអញ្ចឹងខ្ញុំទៅមើលកម្ពស់ខ្ញុំវាស់មើលនេះមកពី floor ទៅមកដល់នេះនេះ2.6ម៉ែត្រទឹកអញ្ចឹងខ្ញុំដាក់កម្ពស់ 2.6 មកតមកខ្ញុំបានផ្ទៃការ៉េប៉ុណ្នេះប៉ុន្តែអីដែលខ្ញុំធ្វើបន្តគឺត្រូវដកនេះដកទ្វារ9នេះឥឡូវយើងទៅមើលសិនថា one side ណាខ្លះចាំខ្ញុំលុបចោលសិនទៅចឹង one side នេះអានជាង N20 ទាំងអស់នេះគឺ one side ឯងត្រូវដកទាំងអស់នេះអញ្ចឹងយើងមានស្រាប់អស់ហើយយើងទៅដាក់សញ្ញាស្មើមកដល់មកយើងលិញពី N20 របស់យើងមកអញ្ចឹងយើងទៅមើលជាន់ទី1នេះសាច់នេះយើងត្រូវដកចេញបន្តមកទៀត two side ណាខ្លះអញ្ចឹងយើងដាក់សញ្ញាស្មើអញ្ចឹង two side នេះ two side ទ្វារខាងក្នុងទាំងអស់នេះអញ្ចឹងទ្វារខាងក្នុងទាំងអស់នេះការយើងកំណត់គឺ 0.9 គុណឲ្យ 2.2 ហើយនេះយើងសន្មតយក 0.4 គុណ 2.2 អញ្ចឹងខ្ញុំដាក់សញ្ញាស្មើមកខ្ញុំទៅមើលនៅក្នុង Adobe របស់ខ្ញុំជាន់ទី1នេះជាន់ទី1អញ្ចឹងជាន់ទី1នេះវាមានអ្នក 0.4 គុណ 2.2 នេះអញ្ចឹងខ្ញុំយកតាមផ្ទៃការ៉េនេះមកខ្ញុំ enter បន្តមកទៀតវាមានបន្ទប់ទឹកទៀតនេះអញ្ចឹងបន្ទប់ទឹកនេះការយើងយកលើកមុនមែន6ទឹកឯងយើងសន្មតយកនេះ6ទឹកអញ្ចឹងខ្ញុំដាក់សញ្ញាស្មើមួយទៀតខ្ញុំទៅយក6ទឹកប៉ុន្តែ6ទឹកនេះខ្ញុំត្រូវដាក់នៅខាង one side ដែរដោយសារតែវាដកតែមួយខាងឯងអញ្ចឹងណាខ្ញុំដាក់សញ្ញាស្មើខ្ញុំទៅមើល Adobe ជាន់តដីជាន់ទី1អញ្ចឹងនេះ0.1 គុណ 2.2 9.24 នេះអាហ្នឹង one side ដែរអញ្ចឹងបន្ទាប់មកទំហំដែលយើងត្រូវដកប៉ុណ្ណេះអានេះone side អានេះ two side អញ្ចឹងខ្ញុំដាក់សញ្ញាស្មើនៅនេះមកខ្ញុំដាក់នេះតោះខ្ញុំគុណនឹង2ដោយសារយើងត្រូវដកវា two side តមកទៀតអានេះយើងបូកចូលគ្នាហ្មងក៏បានដែរដោយសារតែវាគុណនឹង1ទេអញ្ចឹងណាអញ្ចឹងខ្ញុំដាក់សាំមកខ្ញុំបូកវាចូលគ្នាអូខេអញ្ចឹងអីដែលយើងត្រូវដកចេញនេះវា 62.01 ម៉ែត្រការ៉េអញ្ចឹងនេះយើងយក418ដកជាមួយនឹង62មកវាសល់356អញ្ចឹងណាអញ្ចឹងនៅជាន់លើយើងធ្វើដូចគ្នាហើយណាមួយដូចថាតែប្លង់របស់ខ្ញុំពីជាន់ទី1ដល់ជាន់នេះគឺវាដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំ copy ទៅប៉ុន្តែបើ copy អាចនឹងនេះអានេះយើង copy ជា link បាននេះ
nè mới copy ជា link នេះយើង copy ជា link នេះចឹង copy ជា link ហ្នឹងមកបានវាស្គាល់អូខេចុងទី4និងចុងទី5ដូចគ្នាចឹងមកតបមកអានេះដោយសារតែយើងវាយចូលអញ្ចឹងយើង copy ធម្មតាមកនេះយើងយក copy 1 2 3នេះចឹងយើងបាននេះ356ឥឡូវខ្ញុំបិទអានេះមកឲ្យចិត្តគ្នាណុកមើលអញ្ចឹងនេះសាច់ដកប៉ុណ្នេះហើយអានេះវាសល់ទៅការ៉េដែលយើងត្រូវយើងទៅគិតបរិមាណរបស់យើងនេះគឺ 356.59 អញ្ចឹងនៅក្នុងជាន់ដំបូងរបស់ខ្ញុំនឹងគូបន្ថែមហើយខ្ញុំនឹងតម្លាក់ file ឲ្យគ្នាយើងដូចរាល់ដងអញ្ចឹងណាអញ្ចឹងការងារឆ្នាំក្នុងមានតែប៉ុណ្្នឹងទេគ្នាយើងអាចមើលទៅបើសិនជាមានចម្ងល់ចាំសួរបន្ថែមអញ្ចឹងណាអរគុណ